เรื่องនិទានសិទ្ធិកំណាន់នៅក្នុងភូមិតូចមួយដែលព័ទ្ធជុំវិញដោយវាលស្រែបៃតងស្រស់ស្រះទឹកស្ងប់ស្ងាត់និងសំឡេងសត្វបក្សីច្រៀងព្រឹកល្ងាយមានបុរសម្នាក់ឈ្មោះសេដ្ឋីវិសាលគាត់មានទ្រព្យសម្បត្តិច្រើនជាងអ្នកភូមិទាំងអស់មានផ្ទះធំធំឃ្លាំងស្រូវពេញមាសប្រាក់ដាក់ពេញប្រអប់ប៉ុន្តែគាត់មានបេះដូងដ៏ត្រជាក់គ្មានមេត្តាករុណាគ្មានការអាណិតអាសូរសេដ្ឋីវិសាលមិនដែលចូលរួមបុណ្យមិនដែលជួយអ្នកក្រីក្រសូម្បីតែក្មេងសូមបាយមួយចានក៏ត្រូវគាត់បណ្ដេញចេញអ្នកភូមិទាំងអស់ខ្លាចគាត់និងស្អប់គាត់ព្រោះគាត់មើលមនុស្សតាមប្រាក់មួយថ្ងៃព្រឹកមានម្ដាយចាស់ម្នាក់ដឹកចែកតូចមកដល់មុខផ្ទះសេដ្ឋីនាងស្គមស្គាំងខោអាវចាស់ចាស់ភ្នែកពោពេញដោយទឹកភ្នែកក្មេងតូចកាន់ពោះព្រោះអត់បាយជាច្រើនថ្ងៃម្ដាយចាស់និយាយដោយសំឡេងញ័រសេដ្ឋីអើយខ្ញុំមិនមានអ្វីនៅសល់ទេសូមមេត្តាឲ្យបាយមួយចានដើម្បីឲ្យចៅខ្ញុំរស់សេដ្ឋីមើលហើយសើចដោយសំឡេងត្រជាក់អ្នកក្រីក្រគឺកើតមកដើម្បីទុកទៅឆ្ងាយទៅគាត់បិទទ្វារទុកឲ្យម្ដាយចាស់និងក្មេងតូចឈរយំក្រោមថ្ងៃក្តៅយប់នោះមេឃងងឹតខ្យល់បក់ខ្លាំងផ្គរលាន់ឆ្លុះពន្លឺសេដ្ឋីដេកសូបិនឃើញបុរសចាស់ម្នាក់ពាក់សម្លៀកបំពាក់ពន្លឺសឈរមុខគាត់បុរសនោះនិយាយថាអ្នកសន្សំប្រាក់ប៉ុន្តែមិនសន្សំគុណថ្ងៃមួយអ្នកនឹងយំលើទ្រព្យរបស់អ្នកភ្លាមសេដ្ឋីភ្ញាក់ពីគេងឃើញភ្លើងឆេះផ្ទះឃ្លាំងស្រូវកំពុងរលាយមាសប្រាក់កំពុងខូចខាតគាត់ស្រែកសុំជំនួយតែគ្មានអ្នកភូមិណាម្នាក់មកព្រោះគាត់មិនដែលជួយអ្នកណាថ្ងៃបន្ទាប់សេដ្ឋីវិសាលក្លាយជាមនុស្សគ្មានអ្វីសល់គ្មានផ្ទះគ្មានប្រាក់គ្មានអាហារគាត់ដើរទៅសុំបាយតាមផ្ទះអ្នកភូមិតែគេបិទទ្វារទាំងអស់គាត់យំនឹកដល់ម្ដាយចាស់ដែលគាត់ធ្លាប់បណ្ដេញចុងក្រោយគាត់ឃើញម្ដាយចាស់នោះកំពុងចែកបាយតិចតួចដល់អ្នកក្រីក្រសេដ្ឋីលុតជង្គង់មើលដីទឹកភ្នែកហូរខ្ញុំសុំទោសខ្ញុំធ្វើខុសសូមអភ័យទោសខ្ញុំម្ដាយចាស់ញញឹមហើយផ្ដល់បាយមួយចានចាប់ពីថ្ងៃនោះសេដ្ឋីវិសាលក្លាយជាមនុស្សថ្មីគាត់ជួយអ្នកក្រីក្រចែកអាហារនិងប្រើជីវិតដើម្បីសប្បុរសធម៌គាត់បានដឹងថាទ្រព្យអាចបាត់តែចិត្តល្អនឹងនៅជាមួយយើងជារៀងរហូតគតិអប់រំមនុស្សកំណាញ់មានប្រាក់តែអ្នកសប្បុរសមានសេចក្តីសុខ